គុំអ្នកទាំងអស់គ្នាមកកាន់ Channel Mr. Gaming នេះថ្ងៃនេះដែរ admin មានជាមេរៀនមួយនៅក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរយើងយកមកបង្ហាញអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងហើយបងប្អូនយើងទាំងអស់គ្នាអ្នកខ្លះក៏បានដឹងចេះចាំខ្លះហើយតែអ្នកខ្លះទៀតក៏គាត់មិនទាន់ដឹងអូខេដើម្បីឲ្យកាន់តែច្បាស់មកសិក្សាជាមួយ admin ទាំងអស់គ្នាដើម្បីចូលមេរៀនរបស់យើងសូមបងប្អូនទាំងគ្នាចុច subscribe like ឬក៏ដឹងឲ្យ admin មួយផងអរគុណដើម្បីបានជួបគ្នានៅវីដេអូក្រោយៗទៀតរឿងអក្សរសិល្ប៍ដែល admin ក្រុមថាយកមកបង្ហាញឲ្យបងប្អូនហ្នឹងគឺរឿងគ្រូបង្រៀនស្រុកស្រែអូខេយើងអានអត្ថបទសង្ខេបឯណាយើងមិនអានរឿងពេញទេអ្នកនិពន្ធឈ្មោះលោកអឹមថុកការកំណត់តែង1957នៃគ្រិស្តសករាជនិយាយអានមកសង្ខេបម្ដងទៅកសិករហមមានអាយុ40ឆ្នាំជាអតីតទាហានជើងក្រហមនិងជានាម៉ឺនតូចតាចក្នុងក្រសួងសាធារណកាលគាត់មានប្រពន្ធម្នាក់ឈ្មោះសនជាអ្នកបកកែរកស៊ីម្នាក់ថ្ងៃមួយហមត្រូវបានប៉ូលីសឈ្មោះម៉ុយតាមចាប់ខ្លួនគាត់ដោយមូលហេតុគាត់ជាមេបំផុសបំផុលចលនាមហាជនប្រជាជនឲ្យយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យដំណឹងនេះធ្វើឲ្យអ្នកភូមិធានស្រូវស្រឡាកាំងអាណិតខ្សឹកសួរដល់ហមជាពិសេសគឺនាងសនក៏ប៉ុន្តែត្រូវបានពុកព្រឿងជាអ្នកចិត្តខាងជួយលួងលោមយល់ការមិនស្រួលនិងឲ្យឯកភាពយោបល់ជាមួយមិត្តរួមចលនាដូចជាលោកគ្រូមេងលោកគ្រូច័ន្ទលោកគ្រូវ៉ាតបង្ខំមកកិច្ចខ្លួនមួយរយៈពេលកិច្ចខ្លួនក្នុងរាត្រីនៅតាមផ្លូវបងហោបានជួបសន្ទនាយ៉ាងច្រើនជាមួយអន្តិតឡង់និងអាចារ្យសមដែលរៀបរាប់បង្ហាញអំពីអំពើខុសខើរបស់ពួកនិទានគ្រប់ប្រភេទបន្ទាប់មកទៀតសមក៏បានបង្ហាញអំពីមាគ៌ារៀបចំទម្រង់សង្គមឡើងវិញដើម្បីបោះឆ្នោតអភិវឌ្ឍភូមិឃុំរបស់ខ្លួនតាមទស្សនៈជឿនលឿនថ្មីតាមរយៈការបោះឆ្នោតជ្រើសរើសនាយកឃុំកម្មភាពបំផុសបំផុលចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យលោកគ្រូម៉ៅចាប់គុកអស់រយៈពេល2ខែគ្រូបង្រៀនអតីតទៀតក៏ត្រូវតាមដាននិងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិធានស្រូវជាពិសេសចំពោះគ្រូច័ន្ទជាពិសេសចំពោះគ្រូច័ន្ទគ្រូឋាននិងគ្រូវ៉ាតវិធានការរបស់ក្រសួងចង់បង្អាក់មហាចលនាមហាជននេះនឹងផ្ដាច់ទំនាក់ទំនងជាមួយប្រជាជនពុំបានទទួលលទ្ធផលវិជ្ជមានទេពីព្រោះគ្រូខ្លះមកថ្មីក៏មានទស្សនៈសង្គមដោយគ្រូមុនដដែលក្រោយមកសមត្ថភាពក្នុងស្រុកព្រៃតតឹងក៏ប្រែជាមានសភាពធូរស្រាលឡើងវិញហើយអ្នកជាប់គុកនិងអ្នកជាប់ពិរុទ្ធក៏ត្រូវរួចខ្លួនលុះដល់វិសមកាលខែចែកគ្រូច័ន្ទគ្រូឋាននិងគ្រូវ៉ាតក៏នាំគ្នាមកលេងភូមិធានស្រូវវិញយ៉ាងសប្បាយរីករាយពួកគេបានពិភាក្សាគ្នាអំពីគោលគំនិតនិងមធ្យោបាយផ្សេងៗសម្រាប់រៀបចំសង្គមឡើងវិញក្នុងទស្សនៈគោលចំហជឿនលឿនដដែលរឿងអត្ថបទអក្សរសិល្ប៍សង្ខេបរបស់យើងនៅក្នុងរឿងគ្រូបង្រៀនស្រុកស្រែនេះគឺត្រូវបានបញ្ចប់ហើយ admin បង្ហាញពីចលនារបស់អក្សរសិល្ប៍នឹងតិចរឿងគ្រូបង្រៀនស្រុកស្រែនឹងស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរៈនិយមពីព្រោះគោលគំនិតរឿងឆ្លុះបញ្ចាំងនៅទស្សនៈលោកីខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធចំណែកឯចំណុចសំខាន់នៅក្នុងរឿងគ្រូបង្រៀនស្រុកស្រែនេះគឺមាន5ចំណុចប្រយត្រូវចាំណាទី1គ្រូបង្រៀនម្នាក់នៅក្នុងជនបទជីវិតក្រលំបាកគ្រូមានចិត្តស្រឡាញ់វិជ្ជានិងទោះបីប្រាក់ខែតិចក៏ដោយគ្រូខិតខំបង្រៀនកុមារស្រុកស្រែដើម្បីឲ្យពួកគេមានអនាគតល្អសង្គមជុំវិញមិនសូវឲ្យតម្លៃដល់គ្រូបង្រៀនទេតែគ្រូបង្រៀននៅតែអត់ធ្មត់ចំណុចក្រោយគេបង្អស់ឬបង្ហាញពីគុណតម្លៃការអប់រំនិងការលះបង់របស់គ្រូបង្រៀនអូខេបន្ទាប់ពីបងប្អូនស្ដាប់ចប់ហើយ admin មានសំណួរ5ដែលឲ្យបងប្អូនធ្វើសំណួរទី1តើតួអង្គសំខាន់នៅក្នុងរឿងនេះជានរណាគេសំណួរទី2ហេតុអ្វីបានជាគ្រូបង្រៀនមានជីវភាពលំបាក
សំណួរទី3តើគ្រូបង្រៀនមានចិត្តដូចម្ដេចចំពោះសិស្សសំណួរទី4រឿងនេះបង្ហាញបញ្ហាសង្គមអ្វីខ្លះសំណួរទី5តើអ្នករៀនបានអ្វីពីរឿងគ្រូបង្រៀនស្រុកស្រែចូលបង្ហាញអូខេបន្ទាប់ពីបងប្អូនស្ដាប់ហើយបងប្អូនអាចយកមកធ្វើបាននៅសំណួរ5នេះអាចចូលកន្លែងណាបងប្អូនអាចសរសេរនៅក្នុង comment ប្រាប់ admin ដើម្បី admin ធ្វើការសម្រាប់បញ្យល់បន្ថែមទៀតអំពីបញ្ហាដែលបងប្អូនឆ្ងល់អូខេជួបគ្នានៅវីដេអូបន្តទៀតអរគុណបាយ